លោកគ្រូខឹមសុជាតិបានបកស្រាយតាក់ទងទៅនឹងឡើងធ្វើអាញាកដាក្នុងគូសាន់គុណខ្មែរដោយសារតែទឹកដល់ច្រមុះបាទជំរាបសួរហើយក៏សួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់ជាទីស្រឡាញ់និងជាទីរាប់អានពីខ្ញុំបាទខឹមសុជាតិបាទសូមបកស្រាយទៅការធ្វើអាញាកដារបស់ខ្ញុំនៅវិស័យវៀនរបស់ស្ថាប័នម៉ាហ្វាយរបស់ចិនបាទតាមពិតទៅបងប្អូនអរគុណច្រើនណាស់ដែលមានការរិះគន់ក៏ដូចជាការស្ថាបនាជាមួយនឹងเพจមួយចំនួនដែលគាត់ថាគ្រូខឹមសុជាតិធ្វើជាគ្រូផងហើយធ្វើជាអាជ្ញាកណ្ដាលឲ្យកីឡាករផងបាទកន្លែងនេះក៏ខ្ញុំសូមអធិស្ឋានហើយក៏យើងមានកំហុសខុសឆ្គងបន្តិចបន្តួចក៏ពិតមែនប៉ុន្តែគាត់ខ្ញុំទទួលស្គាល់ប៉ុន្តែក្នុងកម្មវិធីប្រកួតបោះម៉ាហ្វាយប្រទេសចិននេះអាជ្ញាកណ្ដាលតម្រូវពីសហព័ន្ធបណ្ដាលគុណខ្មែរទៅហ្នឹងគឺស្នើសុំចំនួន2រូបបាទក្នុងនោះមានខ្ញុំបាទ1ខឹមសុជាតិទី2គឺមានម៉ាក់សមឿនបាទដោយយប់នោះលោកគ្រូប្អូនម៉ាក់សមឿនហ្នឹងគឺគាត់អត់បានអញ្ជើញចូលរួមទេនៅក្នុងកម្មវិធីហ្នឹងអញ្ចឹងការដែលគេចំណាត់តាំងជាអាជ្ញាកណ្ដាលនឹងចៅក្រមហ្នឹងយើងខ្ញុំអត់ដឹងថាចំគូណាទេបាទអញ្ចឹងមានអាជ្ញាកណ្ដាលបរទេសហ្នឹងចំនួន1រូបរហូតដល់គេដាក់មក2រូបនិងអាជ្ញាកណ្ដាលខ្មែរយើងហ្នឹងមានរូបខ្ញុំ1រូបខឹមសុជាតិហ្នឹងហើយម៉ាក់សមឿនដល់មកមានលោកគ្រូហ៊ុនច័ន្ទរាជហើយលោកគ្រូសេរីវ័នបាទអញ្ចឹងការប្រកួតចំនួន7គូគឺគូដែលខ្ញុំធ្វើហ្នឹងវាតាមពិតគឺត្រូវបងអូនម៉ាក់សមឿននេះគាត់ត្រូវឡើងធ្វើហើយខ្ញុំក៏អត់ដឹងថាកីឡាករដែលចេញមកជាកូនសិស្សរបស់ខ្លួនឯងដែរបាទអត់ដឹងថាជាកូនសិស្សរបស់ខ្លួនឯងដែរទេខ្ញុំពាក់ស្រោមដៃរួចទៅហើយបាទតែបញ្ចេញមកទៅជាសាន់គុណខ្មែរដែលជាកូនសិស្សរបស់ខ្ញុំបាទហ្នឹងតែដោយឡែកសាយវៀនមួយនេះបងប្អូនគេតម្រូវឲ្យមានចៅក្រមទេបាទมันអាចគ្រូណាជួយបានទេគឺសន្លប់វាយតោះតែសន្លប់ក្នុង9នាទីម៉ាហ្វាយហ្នឹងវាយតោះតែសន្លប់បាទអញ្ចឹងទោះបីខ្ញុំជាគ្រូជាអាជ្ញាកណ្ដាលมันអាចទៅជួយកីឡាករណាបានដែរទេប៉ុន្តែខុសចំណុចថាខ្ញុំជាគ្រូទៅធ្វើអាជ្ញាកណ្ដាលឲ្យកូនសិស្សខ្លួនឯងប៉ុន្តែល្អដែរដែលសាន់គាត់សន្លប់បាទគាត់ខូចជើងចិនតត់ខូចជើងតែម្ដងបាទគឺសន្លប់តែម្ដងហើយมันអាចជួយបានទេនេះហេងដែលសាន់សន្លប់បើសាន់អត់សន្លប់គេថាគ្រូជាតិនឹងជួយកូនសិស្សខ្លួនឯងណាប៉ុន្តែប្រកាសជាមានការរីករាយបែបហ្នឹងប៉ុន្តែអរគុណណាពេកមួយចំនួនដែលតាមប្រមាញ់ខ្ញុំក៏ដូចជាការជួយឲ្យខ្ញុំល្បីมันមានអីច្រើនទេមានតែប៉ុណ្្នឹងទេហើយគ្រាន់ថាបើទឹកដល់ច្រមុះហើយតើខ្ញុំគួរធ្វើឬអត់តែប៉ុណ្្នឹងឯងតែសូមបញ្ជាក់ថាអត់មានចៅក្រមទេ9នាទីលើសៃវៀនម៉ាហ្វាយនេះបាទគឺដាវវាយសុទ្ធតែម្ដងមិនឲ្យដកមិនឲ្យថយហេដកក្នុងលក្ខណៈបច្ចេកទេសណាមួយដែលដៃគូល្អអត្តល្អមកលើទេអាហ្នឹងអាចកីឡាករដកថយដើម្បីរកវិធីកលល្បិចដើម្បីចូលប្រយុទ្ធវិញតែបើថយរៀងតែច្រើនបន្តិចគឺកាត់លឿងហើយបន្ទាប់ពីកាត់លឿងគឺកាត់ក្រហមដេញចោលតែម្ដងហើយហ្នឹងហើយអរគុណច្រើនពេកមួយចំនួនដែលដាក់រូបខ្ញុំទៅដើម្បីឲ្យមានភាពល្បីបន្តទៀតមិនខឹងទេគឺរីករាយបាទរីគុណដើម្បីសំណាក់ថាបណាទាំងអស់គ្នាបាទខ្ញុំខុសបន្តិចត្រង់ថាខ្ញុំជាគ្រូហើយខ្ញុំធ្វើអាជ្ញាកណ្ដាលតែប៉ុណ្្នឹងអត់ធ្ងន់ខ្ញុំមិនបានទូលផែនដីម្នាក់ឯងទេបាទសូមអរគុណច្រើនហ្វេនសម្រាប់គ្រប់គ្រង25ខេត្តក្រុងទាំងក្រៅប្រទេសនិងក្នុងប្រទេសពីខ្ញុំបាទខឹមសុជាតិអរគុណ